ណាម៉ានេះគឺជាសង្សារខ្ញុំអេឈប់សិនអាផនិតនាងជាសង្សារឯងមែនទេមិនក៏រើសយកមនុស្សបែបនេះមើលទៅមិនជួលភ្នែកសោះហ៎ពុនឯងនេះលំដាប់ទៀបណាស់មិនបាច់រៀបការពេកទេចុះតែតាសវលទៅគឺបានហើយណាហើយកុំភ្លេចជួយបោកខោអាវឲ្យខ្ញុំផងណាតែបងខ្លាចជាប្រុសបងធ្វើខ្លួនឯងទេខ្ញុំបាត់អាចទៅមកឲ្យនៅប្តីខ្ញុំទេយាយនាងនេះឃើញយើងស្លូតហ៊ានតមាត់ផងណោះមិនដឹងថាយើងនេះជាកូនច្បងមានសិទ្ធិជាងគេទេហ៎បងកុំស្រែកដល់អូនបែបនេះបានទេម្ដាយនៅបងថ្លៃចេះថាក៏ហិតទៅចាតែអូនសុំតែម្យ៉ាងកុំឲ្យតែបងកំហុសឬបង្ងើយកន្តើយដល់អូនតែបានទេមើលទៅដូចជាមានសម្ពាធណាស់ណោះបើពិបាកពេកដើរចេញទៅមិនក៏បងនិយាយបែបនេះមិនក៏បងនិយាយបែបនេះអញ្ចឹងបងសម្រេចចិត្តហើយស្អែកម៉ោង8ទៅលេងលះគ្នាខ្ញុំក៏មិនចង់មានប្រពន្ធដែលនាំតែភាពអាម៉ាស់គ្មានលើកមុខមាត់កិត្តិយសប្តីបែបនេះទេបងកុំលេងអូនអីនេះអូនឆ្លាញ់បងខ្លាំងណាស់អូនសម្លាញ់ស្អែកនេះបងនឹងលេងលះគ្នាជាមួយប្រពន្ធល្ងងរបស់បងនោះហើយណាលេងប៉ិតមែនទេបងប្រកាសណាអូនអូនចាប់ពាក្យនេះយូរមកហើយពួកយើងនឹងបានបង្ហាញជាសាធារណៈណាបងមើលចាស់អ្នកណាគេលួចថប់ពួកយើងមកហាក់បាត់នេះអើយអូនខ្មាស់គេណាគេថាពួកយើងគឺជាសហ័យស្មន់នឹងគ្នាណាបងតើអ្នកណាគេដឹងរឿងយើងនោះគួរឲ្យខឹងណាស់បងអូននឹងឡាយបកស្រាយល្ងាចនេះហើយថាបងជាសង្សារអូនមិនមែនជាសហ័យនោះទេបងប្អូនតាមពិតទៅខ្ញុំមិនមែនជាសហ័យទេពួកយើងបានស្គាល់គ្នាក្រោយពេលលេងលះហាញ់តាមែនហើយរូបភាពថ្ងៃមុនក៏មិនមែនជាការពិតដែរនោះគឺជារូបភាពដែលពួកយើងបានថតលេងតែបាទទៅតាក់ទងគ្នាក្រោយគេលេងលះមិនក៏ស្វីតម្លេះដូចជាសហ័យរាប់ឆ្នាំអញ្ចឹងអូយអាឆ្កួតមិនក៏ខមមិនបែបនេះអញ្ចឹងអូយខ្ញុំរីករាយណាស់បានមើលសត្វមួយគូចេះឡាយអូនេះជាប្រពន្ធដើមមែនទេមកអាក្រក់ណាស់សើងមួយល្ងងគ្មានជាតិអីសោះកូនទេវីកូននិយាយត្រូវហើយនាងមិនសមជាកូនប្រសាម៉ាក់ទេសមជាអ្នកបំរើម៉ាក់ច្រើនជាងតើមានរឿងអីទៅបានជាដេញពួកយើងនោះបានហើយសូមអ្នកទាំងអស់គ្នាអញ្ជើញទៅប៉ុស្តិ៍ប៉ូលីសជាមួយខ្ញុំថាមិនក៏ទៅជាបែបនេះព្រោះកូនអ្នកមីងមានទោសលួចលុយនៅវងលបាញ់និងមានទោសទៅឆាឆៅផ្ទះគេផងអ្នកណាជាអ្នកប្តឹងហ៎សំពីប្រពន្ធដើមថ្ងៃមួយមានការជួបគ្នាដោយចៃដន្យរវាងមនុស្សពីរនាក់ដោយសារតែមាននិស្ស័យផងនោះពួកគេក៏បានចាប់អារម្មណ៍គ្នាទៅវិញទៅមកនាងស្អាតណាស់ហើយសុភាពរំទុំទៀតចាអរគុណហើយមើលតែលោកក៏ថ្លៃថ្នូរណាស់ដែរនិយាយអញ្ចឹងនាងធ្វើការនៅម្ដុំណាស់ដែរហើយមានតួនាទីជាអ្វីចាគេកុំក្រែងចិត្តអីនាងបើបានជាស្គាល់គ្នាហើយខ្ញុំក៏ពេញចិត្តលើនាងទៅហើយតែនាងលាក់បាំងធ្វើអីទៅចាគឺខ្ញុំធ្វើជាបុគ្គលិកកិច្ចសន្យានៅស្ថាប័នមួយប្រាក់ខែក៏មិនច្រើនដែរចំណែកខ្ញុំជាមេធាវីពីពេលនេះទៅទុកឲ្យខ្ញុំជាអ្នកការពារនាងចុះលោកមកជំនាញណាស់ហើយមែនទេមិនមានណាស់ទេគិនចេះចុះខ្ញុំនាំនាងទៅជួបម៉ាក់ខ្ញុំតែម្ដងទៅល្អទេស្រឡាញ់គ្នាដឹងដល់ចាស់ទុំគឺជារឿងល្អណាស់ខ្ញុំព្រមតាមលោកចាស់និយាយគ្នាដឹងចិត្តហើយនោះផាណាត់ក៏បាននាំថេរ៉ាទៅជួបនឹងម្ដាយដើម្បីគិតគូររៀបចំតាមប្រពៃណីខ្មែរណាម៉ាក់នេះគឺជាសង្សារខ្ញុំហើយពួកយើងមើលចិត្តគ្នាដឹងអស់ហើយជំរាបសួរអ្នកម៉ាក់ចាអរគុណតែកុំតន់ឲ្យថាម៉ាក់អីណាពួកយើងទើបតែជួបគ្នាលើកទី1ប៉ុណ្ណោះតែណាម៉ាក់មុននឹងក្រោយគង់តែខ្លាចជាគ្រូសាស្ត្រតែមួយទេម៉ាក់កុំនិយាយអញ្ចឹងអីម៉ាក់ដឹងប៉ុន្តែពេលនេះនៅមិនតន់រៀបការឯណានិយាយអញ្ចឹងតើនាងធ្វើការអ្វីដែរទៅចាព្រោះរយៈនេះខ្ញុំអត់មានការងារច្បាស់លាស់នោះទេថាម៉េចគ្មានការងារផងចង់មកតោងស៊ីមែនទេក្មួយស្រីម៉ាក់កុំនិយាយអញ្ចឹងអីគ្រួសារយើងមានសឹងអីហ្នឹងទោះជានាងមិនធ្វើការក៏យើងមិនពិបាកដែរឯនិយាយក៏វាសមហេតុផលដែរគិតចេះចុះណារៀបការហើយនៅផ្ទះជួយកិច្ចការផ្ទះរបស់ម៉ាក់ផងទៅពួកអ្នកបម្រើវេលាឈប់អត់ទៅហើយតើអូនអាចជួយការងារនោះបានទេចាបានបងកុំបារម្ភអីនេះការហើយខ្លាចជាគ្រួសារតែមួយហើយយ៉ាងមិញអីក៏បារម្ភប្រពន្ធម្លេះកុំភ័យអីណាម៉ាក់មិនធ្វើបាបកូនប្រសាដូចក្នុងកូនទេបានម៉ាក់ក្នុងពេលនោះដែរផានូដែលជាកូនច្បងក៏បានចូលមកដល់ម៉ាក់កូនតែក្រៅហើយអូនណាគាត់ជាបងប្រុសបងណាជំរាបសួរបងប្រាអរគុណអេឈប់សិនអាផនិតនាងជាសង្សារឯងមែនទេមិនក៏រើសយកមនុស្សបែបនេះមើលទៅមិនជួលភ្នែកសោះហ៎កុំនិយាយផ្ដេសផ្ដាស់អញ្ចឹងហើយចុះនេះទៅណាទៀតហើយខ្ញុំទៅកាស៊ីណូណាម៉ាក់ទ
តិចចាញ់អត់ទៀតទេ មិនអីទេម៉ាក់កាស៊ីណូស្របច្បាប់អន្តើគេមិនបោកខ្ញុំទេខ្ញុំមុខជាឈ្នះមិនខានខ្ញុំលាហើយណា យីកូននេះណែផានិតឯងគឺជាមេធាវីដោយផានូនិយាយអញ្ចឹងប្រពន្ធឯងនេះលំដាប់ទៀបណាស់មិនបាច់រៀបការពេកទេចុះតែតាសវលទៅគឺបានហើយណាតែអ្នកម៉ែកូនក៏ចង់រៀបការដូចគេដែរនេះសម័យនេះទៅហើយគេមិនបាច់ធំដុំអីទេប្តីនៅតែជាប្តីគ្មានអ្នកណាគេមកទៅដើមឡើយផានិតឯងនេះចេះច្បាប់ស្រាប់ធ្វើតាមនឹងទៅម៉ាក់ទៅសម្រាប់ហើយណាប៉ុន្តែបង ស្ដាប់តាមម៉ាក់ទេកុំឲ្យគាត់ខឹងអីម្យ៉ាងឲ្យតែបងស្រឡាញ់អូនទៅបានហើយ ចាចាប់ពីពេលនោះមកធារានិងផានិតក៏ខ្លាចជាប្តីប្រពន្ធហើយធារាក៏មិនធ្វើការនៅក្រៅទៀតដែរគឺនាងជួយការងារក្នុងនាមជាស្ត្រីមេផ្ទះធារាជួយយកខោអាវម៉ាក់ផងណាហើយកុំភ្លេចទៅផ្សារទិញម្ហូបផងឮទេចាម៉ាក់ ហើយកុំភ្លេចជួយបោកខោអាវឲ្យខ្ញុំផងណា តែបងខ្លាចជាប្រុសបងធ្វើខ្លួនអញទេខ្ញុំបាត់អាចទៅម៉ាក់ហើយនឹងប្តីខ្ញុំទេ ដូចតែគ្នាទេគ្រាន់តែប៉ុណ្ណឹងអីក៏ប្រកែកម្លេះ បាក់គ្រាន់តែប៉ុណ្ណឹងហេតុអីក៏បងមិនធ្វើទេប្រាខ្ញុំធ្វើអី យាយនាងនេះឃើញយើងស្លូតហ៊ានតមាត់ផងណោះមិនដឹងថាយើងនេះជាកូនច្បងមានសិទ្ធិជាងគេទេហ៎ មែនហើយនាងជាអ្នកក្រៅចូលមកដេកស៊ីក្នុងភូមិមួយគ្រឹះស្រួលៗការងារប៉ុណ្ណឹងកុំប្រកែកកុំមករអ៊ូពេកណា ឆាប់ទៅហើយថ្ងៃនេះធ្វើមកជូរទាសាច់គោងៀតហើយនឹងមានសាម៉ុនផងខ្ញុំឃ្លានហាមទិញអីផ្សេងអសោះណា ប៉ុន្តែខ្ញុំមានលុយមិនគ្រប់ទេបងថ្លៃ យាយបើគ្មានលក់កងដៃកវលអីទៅអីក៏ល្ងងម្លេះ លុយប្រាក់ខែកូនផានិតច្រើនណាស់យកទៅទិញទៅយ៉ាងម៉េចឬក៏ចង់ដេកស៊ីក្នុងផ្ទះនេះហើយនៅយកលុយយើងទៀតមែនទេ ឆាប់ទៅនៅត្រឹងដល់ណាទៀត ចាខ្ញុំទៅធ្វើហើយការរស់នៅរបស់ធារាចាប់ដើមអាប់អួរឡើងម្ដាយក៏ដៀមដាំដាក់បងថ្លៃក៏មើងងាយថែមទីនតែផានិតពុំដែលគិតខ្វល់ឡើយលោកដីពួកយើងក៏តែមានកូនម្នាក់ល្អទេអូនដូចជាចង់បានកូនបលែងលេងនេះ តែបងរវល់បងហត់ណាស់រឿងកូនទុកម្លាយសិនទៅមិនឃើញថាបងជាប់ការពីក្តីទេហ៎ បងអូនដូចជាអាចកូននេះខ្លួនអូនតែម្នាក់ឯងរស់នៅជាមួយនឹងបងបាមានកូនអូនក៏រីករាយណាស់ដែរនេះ តែបងនិយាយឲ្យថាបងរវល់មិនលឺទេអី បងកុំស្រែកដល់អូនបែបនេះបានទេម្ដាយនៅបងថ្លៃចេះថាក៏ហិតទៅចាស់តែអូនសុំតែម្យ៉ាងកុំឲ្យតែបងកំហុសឬបង្ងើយកន្តើយដល់អូនតែបានទេ តែបងនិយាយឲ្យថាបងរវល់មិនលឺទេអី បងកុំស្រែកដល់អូនបែបនេះបានទេម្ដាយនៅបងថ្លៃចេះថាក៏ហិតទៅចាស់តែអូនសុំតែម្យ៉ាងកុំឲ្យតែបងកំហុសឬបង្ងើយកន្តើយដល់អូនតែបានទេ នេះអូនកំពុងចង់មានន័យថារាល់ថ្ងៃនឹងប្តីបងប្រុសនិងម៉ាក់ដាក់សម្ពាធឲ្យអូនណាស់មែនទេ តែបងផ្លូវចិត្តគឺសំខាន់ណាស់អូនពិតជាឯកោណាស់នេះចុះបើអូនថាមែនបងកាន់ជើងអូនទេ បងមិនកាន់ជើងអូនទេព្រោះម៉ាក់និងបងប្រុសបងស្គាល់ច្បាស់ណាស់ តែអូនជាប្រពន្ធរបស់បងនេះ តើរាល់ថ្ងៃអូនធ្វើស្អីខ្លះទៅក្រៅពីការចាយលុយដេកស៊ីនៅផ្ទះបងនោះ មិនក៏បងនិយាយបែបនេះ មើលទៅដូចជាមានសម្ពាធណាស់ណោះបើពិបាកពេកដើរចេញទៅ មិនក៏បងនិយាយបែបនេះមិនក៏បងនិយាយបែបនេះអញ្ចឹង បងសម្រេចចិត្តហើយស្អែកម៉ោង8ទៅលេងលះគ្នាខ្ញុំក៏មិនចង់មានប្រពន្ធដែលនាំតែភាពអាម៉ាស់គ្មានលើកមុខមាត់កិត្តិយសប្តីបែបនេះទេ បងកុំលែងអូនអីនេះអូនឆ្លាញ់បងខ្លាំងណាស់ តែអូនគួរឲ្យរំខានណាស់មុខក៏អាក្រក់ចំណេះដឹងក៏គ្មានបានទៅម្យ៉ាងគត់តោងប្តីស៊ីបានហើយស្អែកទៅលេងលះគ្នា ក្នុងពេលដែលផានិតដើរចេញនោះម្ដាយក្មេកក៏បានស្ដាប់ឮនឹងនិយាយម្នាក់ឯងថាលេងឲ្យដាច់ស្រេចទៅនាងនេះមិនសមនឹងគ្រួសារយើងទេកូនម៉ាក់នេះរងចាំថ្ងៃនេះយូរមកហើយម្ដាយក្មេករីករាយចំណែកធារាវិញបែរជាទឹកភ្នែកមិនឆុំព្រោះថានាងស្រឡាញ់ប្តីនាងណាស់ហើយអ្វីក៏ប្តីខ្ញុំធ្វើបាត់នេះកន្លងមកខ្ញុំលាក់ខ្ញុំមិននិយាយក៏ព្រោះតែមិនចង់ឲ្យប្តីមិនសប្បាយចិត្តជាមួយអ្នកផ្ទះតែនេះគាត់បែរជាមិនអាចតម្លៃខ្ញុំទៅវិញធារានាងយំហើយយំទីនលុះមួយសន្ទុះធំក្រោយមកនាងក៏នឹកគិតថាតើខ្ញុំត្រូវទ្រាំក្រំចិននឹងអ្នកផ្ទះទាំងអស់តាមមែនទេឬក៏ខ្ញុំត្រូវរក្សាតម្លៃគ្រួសារទៅវិញនោះព្រះអើយក្បាលខ្ញុំចិត្តផ្ទុះទៅហើយថ្ងៃនោះធារាបានចេញទៅផ្សារដោយសប្ដងចែកដល់នាងក៏បានឃើញរឿងមួយអំពីប្តីរបស់នាង អូនសម្លាញ់ស្អែកនេះបងនឹងលេងលះគ្នាជាមួយប្រពន្ធល្ងងរបស់បងនោះហើយណា លេងពិតមែនទេបង ប្រកាសណាអូន អូនចាំពាក្យនេះយូរមកហើយពួកយើងនឹងបានបង្ហាញជាសាធារណៈណាបង
តែបងតានាងព្រមដែរទេនាងក្រម្លឹងអ្នកណាដាច់ចិត្តទៅចោលបងនោះមិនខុសពីចោលខ្នើយពេជ្រខ្នើយប្រាក់នោះទេណា តែបងមិនស្រឡាញ់នាងទេបងជាមេធាវីរឿងប្តឹងលែងលះនាងមិនចេះទេបងទើបយល់ច្បាស់ជាង ចាស់បងអូនសប្បាយចិត្តណាស់គ្រួសារយើងទើបសាំគ្នានោះអី តាមពិតគឺអញ្ចឹងសោះបងលួចលាក់មានស្រីតាំងពីពេលណាក៏មិនដឹងអូខេបានជាបងធ្វើបាបខ្ញុំទៅហើយមុននឹងលេងលះខ្ញុំក៏ដកបងទៅចាស់ធារាបានទាញទូរស័ព្ទមកថតពួកគេរួចក៏បង្កើត account ថ្មីនិងបង្ហោះជាសាធារណៈថាថតបានបារនារីពីរនាក់ដែលជាសហាយនឹងគ្នានិងនិយាយគ្នាអំពីស្នេហាលួចលាក់ ស្តេតថានេះនឹងដុតពួកគេផងទៅចាស់បងចាំមើលណាខ្ញុំនឹងបង្កើត account คล้ายៗរួចទៅជេរពួកនេះឲ្យខ្មាស់គេម្ដងប្រពន្ធម្នាក់នេះមិនអន់ឯនេះទោះថានេះជាមនុស្សស្លូតបូនតែនេះក៏មិនឲ្យអ្នកដែលធ្វើបាបនេះរួចខ្លួនដែរបងមិនចាស់អ្នកណាគេលួចថាពួកយើងបង្ហោះបែបនេះអើយអូនខ្មាស់គេណាគេថាពួកយើងគឺជាសហាយស្មន់នឹងគ្នាណាបង តែនរណាគេដឹងរឿងយើងនោះគួរឲ្យខឹងណាស់ បងអូននឹងឡាយបកស្រាយល្ងាចនេះហើយថាបងជាសង្សារអូនមិនមែនជាសហាយនោះទេ កុំទាន់ឡាយអីអូនចាំបងលែងលះគ្នាសិនសំយើងបកស្រាយដល់ពេលនោះពួកយើងមិនបានខុសទេ មែនហើយមានន័យថាពួកយើងស្គាល់គ្នាក្រៅលេងលះបើបែបនោះគេក៏ឈប់ខឹងឈប់ជេរយើងទៀតដែរអូនជឿតាមបងចាស់ បាទអូន ស្អែកមកដល់ផាណាត់និងធីរ៉ាក៏បាននិយាយគ្នាម្ដងទៀតអំពីការលេងលះចំណែកធីរ៉ាក៏យកព្រមយ៉ាងត្រជាក់អូនពិតជាស្រឡាញ់បងខ្លាំងណាស់តែអូនក៏មិនអាចខត់បងដែររឿងពីម្សិលមិញអូនក៏ឃើញគេបង្ហោះថាបងមានស្រីតែអូនមិនខឹងនឹងបងទេបងធ្វើតាមបេះដូងបងចាស់ នេះខ្ញុំស្មានថាយំយ៉ែកទួញសោកស្ដាយខ្ញុំតាមពិតស្ដាយមាសប្រាក់អន្តា មែនហើយអូនពិតជាស្ដាយបងណាស់ព្រោះថាអូនស្រឡាញ់បងតែអូនក៏មិនអាចខត់បងដែរដូច្នេះអូនមានរឿងមួយសុំដល់បង ថាអីចេះខុសតើជាអ្វីទៅនិយាយមក អូនអាចនៅបំរើអ្នកម៉ាក់ក្មេងពី3ថ្ងៃសិនបានទេដាច់អាទិត្យនេះអូននៅចាក់ចេញទេ តែប៉ុណ្្នឹងទេនៅក៏នៅចុះតែហាមលួចទ្រព្យឬគ្រាំទ្រូងពេលដែលខ្ញុំមានប្រពន្ធថ្មីនិងល្អុកល្អឿនឲ្យសោះណា ចាខ្ញុំដឹងហើយនិយាយគ្នាហើយគ្រប់យ៉ាងក៏ដំណើរការទៅតាមអ្វីដែលបានព្រៀងទុំហើយធីរ៉ាក៏បានគិតក្នុងចិត្តថាដល់ពេលហើយខ្ញុំនឹងធ្វើឲ្យពួកអ្នកមានសម្ពាធវិញម្ដងធីរ៉ាក៏បានទូរស័ព្ទទៅគ្រប់មិត្តដែលនាងស្គាល់ហើយភ្លើងនៃសាច់រឿងក៏ចាប់តាមឆេះឡើងម្ដងបន្តិច អូនសប្បាយចិត្តទេ អូនមិនតន់សប្បាយចិត្តទេលុះត្រាតែបងនេះមិនដេញនាងប្រពន្ធដើមនោះចេញទេ នាងនៅតែប្រហែលថ្ងៃទៀតទេនាងនឹងទៅងាប់ហើយអូន ចុះពេលនេះវាចិត្តងាប់ហើយនេះ នៅទេគ្រាន់តែចិត្តងាប់នោះនាងមកហើយ អូហូនេះជាប្រពន្ធដើមមែនទេមកអាក្រក់ណាស់សើងមួយល្ងងគ្មានជាតិអីសោះកូនទេវីកូននិយាយត្រូវហើយនាងមិនសមជាកូនប្រសាម៉ាក់ទេសមជាអ្នកបម្រើម៉ាក់ច្រើនជាងចាជំរាបសួរម៉ាក់ក្មេងនេះគឺខ្សែកពេជ្រកូនទិញពីបរទេសជូនម៉ាក់ជាពិសេសណាព្រះអើយទឹកចិត្តកូនពិតជាល្អមែនអរគុណហើយណាមិនដូចអ្នកខ្លះសោះមិនចេះទិញអីឲ្យទេចេះតែម្យ៉ាងគឺតោងទីមចាម៉ាក់ក្មេងណែនាងគេលេងក្បាលហើយនៅមិនតន់ទៅទៀតទេបើបានជាមិនតន់ទៅហើយទៅដាំបាយដាំទឹកភ្លាមទេមែនហើយឆាប់ទៅនៅត្រឹកដល់ណាទៀតហើយនាងព្រៃចាខ្ញុំទៅហើយកូនប្រុសបើបានជាមកដល់ហើយនាំកូនប្រសាម៉ាក់ទៅសម្រាកទៅណាម៉ាក់នេះចង់បានចៅខ្លាំងណាស់ បាទម៉ាក់ ត្រូវឲ្យបងអូននេះក៏មិនចង់ចាំយូរដែរពួកយើងក៏ដល់ពេលបង្ហាញជាសាធារណៈហើយពេលនេះអូនចង់ឡាយបកស្រាយខ្លាំងណាស់ បងកំដរអូនចុះបងក៏ចង់បកស្រាយដែរ ពេលនោះផាណេតហើយនឹងទេវីក៏ចាប់ផ្ដើមឡើងហើយក៏បានបកស្រាយថា បងប្អូនតាមពិតទៅខ្ញុំមិនមែនជាសហាយទេពួកយើងបានស្គាល់គ្នាក្រោយពេលលែងលះហាញតា មែនហើយរូបភាពថ្ងៃមុនក៏មិនមែនជាការពិតដែរនោះគឺជារូបភាពដែលពួកយើងបានថតលេងតែស្រាប់ពេលនោះក៏មានអ្នកចូលខមមិនថា អូនមានអ្នក reaction បេះដូងប្រហែលជាគេយល់ពីអារម្មណ៍ពួកយើងហើយ បាទទៅតាក់ទងគ្នាក្រោយគេលេងលះមិនក៏ស្វីតម្លេះដូចជាសហាយរាប់ឆ្នាំអញ្ចឹងអូយអាចឈួតមិនក៏ខមមិនបែបនេះអញ្ចឹង យកគ្នាហើយសម្ដែងជាល្អអាថោកទៀបឡប់មែនមិនក៏ខមមិនបែបនេះ ស្រីចង់បានប្តីគេដឹងអស់ហើយបងប្អូននេះគឺជាផតតាងសុំចុចលីងហ៎បងគេជ័យពួកយើងច្រើនណាស់ អាចចង្រៃដឹកដៃគ្នាទៅងាប់ទៅអានរុនាំស្រីថ្មីទៅនរុទៅអាព្រៃមីព្រៃគ្មានក្តីមេត្តាប្រពន្ធចាស់
បងស្រីប្អូនសំសួរមួយកំខឹងណាបងមកមិនស្អាតទេហើយសណ្ដានក៏ថោកទៀតមិនក៏បងមិនទៅងាប់ទេនៅយកប្តីគេធ្វើអីហើយអូយមីឈួតនេះខមមិនអីអញ្ចឹង ហើយខ្ញុំរីករាយណាស់បានមើលសត្វមួយគូចេះឡាយ បងគេចេះដូចភ្ជុំអញ្ចឹងបិទឡាយទេខ្ញុំខ្មាស់គេខ្លាំងណាស់ កុំទាន់បិទឡាយខ្ញុំទៅចូលមើលមិនទាន់បានជេរនឹងគេទេបង បងខ្ញុំប្រាប់ថាឲ្យបិទទេ បងបិទហើយចំជិះចង្រៃមែនហើយមិនក៏នាំគ្នាមកជេរបែបនេះពួកនេះអត់ការងារធ្វើទេម៉ានេះ បងមិនចាស់គេផុសប្រងព្រានឲ្យខ្ញុំយកមកទៅទុកឯណាទៅបង បងក៏គ្មានមុខដែរអូឈប់បងលើកទូរស័ព្ទសិនអាឡូបងប្រធានថាម៉េចបញ្ឈប់ការងារខ្ញុំហ៎កុំអីខ្ញុំសុំវលោកប្រធានអាឡូ នេះបង្កាត់ស្អីនេះ លោកប្រធានថាបងជាមេធាវីតែធ្វើរឿងអាម៉ាស់ធំណាស់កូនក្តីឈប់ត្រូវការហើយដូច្នេះលោកប្រធានក៏ដេញបងចេញដែរ មិនក៏ទៅចេញអញ្ចឹងអូឲ្យចាប់សិននេះអូនប៉ឹងលប៉ាជួយបងចាស់ មិនហើយអូនជួយបងផងទៅណាបងមិនអាចអត់ការងារទេ អាឡូលោកប៉ាថាម៉េចលោកប៉ានេះប៉ាលុបសិតចិញ្ចឹមកូនចោលមែនទេថាម៉េចដល់ប៉ានេះប៉ាប៉លើកូនប្រធានប៉ាមែនទេប៉ាមិនណិតកូនទេប៉ាអាឡូ មានរឿងអីអូន ប៉ាធររបស់ខ្ញុំដកសិតចិញ្ចឹមខ្ញុំឲ្យបងពេលនេះខ្ញុំគ្មានអ្វីទេគឺមានតែខ្លួនតែប៉ុណ្ណោះ មានន័យថាពួកយើងគឺមានតែសម្បត្តិទីម៉ាន់ទី ប៉ាប៉ប្រធានប៉ាមែនទេមែនហើយនាងធីរ៉ានោះគឺជាអ្នកណាទេបងជូនអូនទៅជួបវាភ្លាមទេឆ្អិនបាយហើយមែនទេអ្នកបំរើចាមីងរួចហើយណែនាងជាអ្នកណាប្រាប់មកនេះអ្នកនាងបាត់ដឹងអស់ហើយមែនទេប៉ាយើងប្រាំថានេះគឺជាកូនប្រធានប៉ាខ្ញុំតែនេះគឺជាការពិតទេ ទេវីអូននិយាយអីហ្នឹងនាងនេះជាអ្នកបម្រើមិននឹងអាចជាកូនប្រធានម្ចាស់សម្ព័ន្ធទៅអូនច្រឡំតិចដឹងហើយ នាងចាំនិយាយមកបានជាដឹងតែហើយពួកលោកចាំស្ដាប់ចាស់ តើមានរឿងអីអ៊ូអមម្ល៉េះ មកជុំគ្នាគឺល្អហើយស្ដាប់ឲ្យច្បាស់នេះមុននឹងនាំគ្នាចាក់ចេញពីទីនេះតើអ្នកណាចាក់ចេញឬក៏នាងដោះពេលចេញទៅហើយមែនទេខ្ញុំជាកូនស្រីម្ចាស់សម្ព័ន្ធមែនហើយចំណែកមូលហេតុដែលខ្ញុំគ្មានការងារល្អមិនមែនមកពីខ្ញុំគ្មានទេតែខ្ញុំទៅមកលេងស្រុកខ្មែរហេតុនេះហើយខ្ញុំមិនចង់ធ្វើការតែស្ដាប់បានទេមិនប៉ាទេមិនអាចទេមិនក៏នេះជាកូនស្ថិបែបនេះថាម៉េចនេះជាកូនស្ថិមែនទេដែលខ្ញុំមិននិយាយមិនមែនមកពីចង់កុហកទេតែដើមឡើយពួកអ្នកគឺមិនដែលឲ្យតម្លៃខ្ញុំឡើយហេតុនេះខ្ញុំក៏មិនដែលទៅតាមទឹកតែម្ដងទេ តើអូនពិតជាកូនសេដ្ឋីមែនណា បងផានិនតើបងចង់វិលទៅរកវាវិញមែនទេព្រះអើយមិននឹកស្មានសោះថាកូនស្រីម៉ាក់អើយម៉ាក់សុំទោសផងណាកូនយាយក៏ចេះមិនក៏បាត់ដាច់ក្នុងដាច់បាត់នេះអញ្ចឹង បិទមាត់ទៅនាងគ្រាន់តែជាស្រីគ្មានអីផងហ៊ានមកកុហកនៅទីនេះឆាប់ចេញទៅ មនុស្សថោកទាបស្ដាយចិត្តណាស់ដែលជ្រើសលងតាមប៉ាទេលោកគឺជាមនុស្សតោងស្រីស៊ីសោះចាំមើលណាពេលខ្ញុំត្រឡប់ទៅឡាយវិញនោះនៅបោកស្រាយថាលោកគឺជាសត្វបល្លង្កាហើយ ចេញទៅ អត់ទេខ្ញុំនឹងនៅមើលការភ្ញាក់ផ្អើលបន្តទៀតរឿងចាប់ហើយអ្នកទាំងអស់គ្នាក៏ចេញទៅដែរទេតើមានរឿងអីទៅបានជាដេញពួកយើងនោះ ម៉ាក់ទីនេះមិនមែនជាផ្ទះរបស់យើងទៀតទេ ថាម៉េច គឺកូនចាញ់លបែងហើយក៏លួចលក់ផ្ទះនេះចំណែកប្អូនថ្លៃបានដឹងក៏ទិញយកមកវិញដូច្នេះផ្ទះនេះជាឈ្មោះរបស់ប្អូនថ្លៃទេម៉ាក់កូនសុំទោសហើយដែលពួកយើងបានអាស្រ័យនេះគឺជាផ្ទះប្អូនថ្លៃទេណា ថាម៉េចមិនប៉ទេព្រះអើយរឿងមិនតាន់អត់ទេល្អមើលណាស់សមមកហើយកូនច្បងលងលបែងម្ដាយក្មេងចិត្តអាក្រក់ចំណែកកូនពៅដើរតែមានស្រីមានន័យខ្លាំងណាស់ នាងប្រពន្ធនេះស្លុតតែមុខទេតែមានគំនុំណាស់ណោះចុះអាហារក្នុងផ្ទះបាយមានថ្នាំពុលបំណុលម្ដាយក្មេងទេថាម៉េចនាងចង់គំនុំដល់បំពុលយើងមែនទេអូខេយើងខលហៅប៉ូលីសសិនអាឡូលោកប៉ូលីសមានឃាតករសូមមកជួយខ្ញុំផង តើទីនេះមានឃាតករមែនទេ ហាអីក៏លឿនម្លេះអត់តែអីទេចាប់វាទៅវានេះហើយមានចេតនាបំពុលអ្នកផ្ទះខ្ញុំណាប៉ូលីសកំពុងតែឃ្លានផងគាត់ក៏បានហូបអស់ជាច្រើនតែអត់មានពុលអីនោះទេមិនក៏លោកប៉ូលីសមិនពុលបែបនេះអញ្ចឹងថាមិនក៏ទៅជាបែបនេះ បានហើយសូមអ្នកទាំងអស់គ្នាអញ្ជើញទៅប៉ុស្តិ៍ប៉ូលីសជាមួយខ្ញុំ ថាមិនក៏ទៅជាបែបនេះ ព្រោះកូនអ្នកមីងមានទោសលួចលុយនៅវងលបែងនិងមានទោសទៅឆាឆៅផ្ទះគេផង អ្នកណាជាអ្នកប្តឹងហ៎គឺខ្ញុំនេះហើយសូមចេញពីទីនេះចា
អូនមេត្តាពួកយើងផងទៅ លោកប៉ូលីសចុះពួកគេទេពួកគេរំខានណាស់នាងសាហាវខ្លាំងណាស់នាងលក្ខខណ្ឌនេះល្អមើលខ្លាំងណាស់អ្នកធ្លាក់នរកមិនមែនតែខ្ញុំទេសំមុខហើយលីហើយប្តីចោលមកសៀន អូនធីរ៉ាជួយបងផងកុំឲ្យប៉ូលីសចាប់បងអីបងគឺជាមេធាវីរក្សាកិត្តិយសបងផងអូន